អាជូសូមស្វាគមន៍លោកម្ចាស់អាជូអ្នកចាស់ទៅច្រើនហើយលោកម្ចាស់បានសម្រាកអស់100ឆ្នាំហើយអាជូក៏ចាំការពីអស់100ឆ្នាំដែរចុះត្រកូលធំទាំង4នោះទៅណាអស់ហើយហើយអ្វីបានជាអ្នកធ្លាក់ខ្លួនដល់ថ្នាក់នេះជំរាបសួរលោកម្ចាស់ត្រកូលទាំង4នោះគ្មាននរណាម្នាក់គោរពតាមសន្យា100ឆ្នាំនោះទេសូមលោកម្ចាស់មេត្តាទទួលពួកយើងផងយកទៅចុះក្នុង10ទាំង4នេះមានផ្ទុកនៅចំណេះដឹងផ្នែកយោធានិងជំនាញផ្សេងអ្នកត្រូវតែគោរពបូជាវាជារៀងរាល់ថ្ងៃបើជោគជ័យហើយត្រកូលអ្នកត្រូវតែធ្វើជាអ្នកបម្រើរបស់សាលាធានជាអស់មួយជីវិតតើអ្នកព្រមទេខ្ញុំព្រមសូមទុកស្រានេះនៅទីនេះចុះអ្នកផ្សេងទៀតចេញទៅវិញទាំងអស់ទៅបច្ចុប្បន្នលីជាមានកងទ័ពក្នុងដៃ30000នាក់ជាកងកម្លាំងយោធាដែលខ្លាំងជាងគេត្រកូលយន្តគ្រប់គ្រងទាំងគុយនិងមុខជំនួយទាំងអស់ត្រកូលជាងវិញក៏មានទ្រព្យសម្បត្តិស្តុកស្ដម្ភមានធនាគារពាសពេញតំបន់ទាំងណាចំណែកត្រកូលចៅជាម្ចាស់សារព័ត៌មានធំពួកគេមានភាគហ៊ុនក្នុងកាសែតល្បីទាំងអស់ពួកគេបានរួមដៃគ្នាលុបបំបាត់ដានទាំងអស់របស់សាលាធានជីនៅមានទៀតទេត្រីវិស័យធានជីអាជូបានការពារវាអស់100ឆ្នាំមិនឲ្យខូចខាតសូម្បីតែបន្តិចលោកម្ចាស់អាជូពិតជាគ្មានសមត្ថភាពមែនត្រកូលទាំង4នោះមានអំណាចខ្លាំងពេកកម្លាំងរបស់អាជូតែម្នាក់ឯងសូម្បីតែចូលទៅជិតពួកគេក៏មិនអាចផងអ្នកបានការពារអស់100ឆ្នាំមកជីវិតអាជូគឺលោកម្ចាស់ជាអ្នកផ្ដល់ឲ្យកាលពីមុនសិស្សច្បងទាំង4ទទួលបានការបង្រៀនពីលោកម្ចាស់ហើយក៏បែកផ្លូវគ្នាទៅតាមផ្លូវរៀងខ្លួនអាជូមានទេពកោសល្យតិចតួចបានត្រឹមតែនៅចាំភ្នូរឲ្យលោកម្ចាស់ប៉ុណ្ណោះនេះជាផ្លូវដែលអាជូជ្រើសរើសដោយខ្លួនឯងអាជូមិនស្ដាយក្រោយឡើយអ្នកមិនបានជំពាក់អ្វីខ្ញុំទេក្នុងពេលដែលខ្ញុំភ្ញាក់ឡើងវិញនេះអ្នកត្រូវទៅទារបំណុលជាមួយខ្ញុំដើម្បីរស់នៅបន្តទៀត100ឆ្នាំបាទលោកម្ចាស់អាជូយល់ព្រមបាទអញ្ចឹងយើងទៅគិតបញ្ជីជាមួយពួកគេម្ដងមួយទៅប្រាប់មេតកោជាងលូសានថាមានមិត្តចាស់មកសួរសុខឲ្យគេប្រញាប់មកទទួលអាពួកច្បោកមកពីណាឆាប់ទៅឲ្យឆ្ងាយទៅនេះជាគេហដ្ឋានត្រកូលជាងមិនមែនកន្លែងឲ្យពួកអ្នកមកបោកប្រាស់ទេហាអ្នកណាឡូឡានៅមុខផ្ទះតាមបញ្ជារបស់លោកម្ចាស់អីមិនដែលឮឈ្មោះសោះហារបស់នេះអ្នកធ្លាប់ឃើញទេឆ្លាក់បានល្អតើទិញមកពីហាងលក់វត្ថុបុរាណណាទៅហាដេញពួកវាចេញទៅកុំឲ្យមនុស្សអត់ប្រយោជន៍មកក្បែរមាត់ទ្វារលោកម្ចាស់មិនអីទេដល់ពេលគេត្រូវការយើងគេនឹងមករកយើងវិញតោះទៅប៉ាមិនដឹងទេមិនមានពួកបោកប្រាស់ពីរនាក់មកមុខផ្ទះវាថាវាជាលោកម្ចាស់ហើយថែមទាំងយកត្បូងចាស់មួយដុំមកទៀតកូនថាអីណានិយាយម្ដងទៀតមើលវាថាវាមកពីភ្នំលូហ៊ូហើយត្បូងនោះក៏គ្មានតម្លៃប៉ុន្មានដែរកូនក៏បោះវាចោលក្នុងទឹកទៅបោះចោលបាត់ហើយកូនថាអីកូនដេញគេទៅហើយបោះត្បូងនោះចោលមែនទេប៉ាជាអីទៅមិនអាចទៅរួចទេគ្មាននរណារស់បានយូរដល់ថ្នាក់នោះទេគ្មានទេរឿងដែលជីតានិយាយវាគ្រាន់តែជារឿងនិទានប៉ុណ្ណោះលោកម្ចាស់ស្អែកយើងទៅទៀតទេមិនបាច់ទេស្អែកពួកគេនឹងមករកខ្ញុំដោយខ្លួនឯងត្រកូលទាំង4ហ៊ានមើលងាយយើងខ្លាំងម្ល៉េះបើពួកគេមិនដឹងគុណលោកម្ចាស់អញ្ចឹងយើងគ្រាន់តែបដូរត្រកូលថ្មីជំនួសទៅត្រកូលជាងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេហើយលោកម្ចាស់ទឹកតែខូចអស់ហើយមិនមែនតែមួយទេគឺទាំង3តែទាំងអស់ឡើងផ្សិតក្នុងមួយយប់
ខាងធនាគារទូរស័ព្ទមកថាទឹកថ្នាំក្នុងសៀវភៅកណន័យកាលពី3ឆ្នាំមុនរលុបអស់ហើយបញ្ជីទាំងអស់ច្របូកច្របល់អស់ហើយត្បូងរបស់លោកម្ចាស់ភ្នំលូហ៊ូទៅរកស្រីម្នាក់កាលពីម្សិលមិញមកឲ្យខ្ញុំភ្លាមប៉ានាងគ្រាន់តែជាអ្នកបោកប្រាស់ទេទៅរកមកប៉ារកមិនឃើញគុំត្រឡប់មកវិញជីតារបស់កូនធ្លាប់និយាយថាគឺលោកម្ចាស់ហើយដែលបង្កើតត្រកូលជាងឡើងមកខ្ញុំធ្លាប់និយាយហើយពាក្យសច្ចាពីបុរាណមិនអាចលុបចោលបានទេតើអ្នកណាខ្លះដែលយកចិត្តទុកដាក់ពូទី2ឥឡូវសម័យថ្មីទៅហើយរឿងម្ចាស់វាមានអ្វីនោះគ្រាន់តែជាល្បិចកបោកប្រាស់ប៉ុន្តែដែលខូចគឺព្រោះតែឃ្លាំងសើមមិនពាក់ព័ន្ធនឹងស្រីម្នាក់នោះទេតែថាស្រីម្នាក់នោះនិយាយថាគាត់អាយុរាប់រយឆ្នាំអ្នកជឿមែនទេម្សិលមិញគេខាត់គាត់នៅមុខទ្វារបន្តោងត្បូងរបស់គាត់ត្រូវបានគេបោះចូលក្នុងទឹកយប់នោះឃ្លាំងតែទាំង3ក៏ត្រូវបំផ្លាញគ្រាន់តែជាការចៃដន្យទេចុះបញ្ជីកណន័យធនាគារវិញទឹកថ្នាំរលុបអស់ហើយបញ្ជីកាលពី3ឆ្នាំមុនក៏ញ៉ៃដែរចៃដន្យទៀតមែនទេហ្វូងក្អែកនៅលើដំបូលផ្ទះនោះដេញមិនទៅបំបែកមិនចេញឡើយក៏ចៃដន្យដែរមែនទេពូបូយ៉ុងពូជាមេគ្រូសាពូគិតថាគួរធ្វើបែបណាមានពីរលទ្ធភាពមួយគាត់ពិតជាម្ចាស់វិមានមែនយើងមិនអាចបង្ករឿងជាមួយគាត់បានទេពីរបើគាត់ជាអ្នកបោកប្រាស់មានល្បិចខ្ពស់យើងក៏មិនអាចប៉ះពាល់បានមិនថាបែបណាទេរកមនុស្សនោះឲ្យឃើញសិនរកឃើញហើយបានអ្វីទៅលុតជង្គង់សុំទោសគាត់ឬព្រឹកមិញខ្ញុំទៅខ្លាំងតែឃើញសភាពបែបនេះខ្ញុំថតរូបទុកអ្នកទាំងអស់គ្នាមើលចុះនេះមនុស្សដែលអ្នកចង់រកខ្ញុំរកមកឲ្យហើយលោកម្ចាស់តើលោកម្ចាស់ត្រូវគេបោកប្រាស់មែនទេស្រីមិនដឹងអីនេះឬជាម្ចាស់វិមានគ្រាន់តែជាប្រពន្ធចុងហ៊ានប្រមាថម្ចាស់វិមានតែមាត់ខ្លួនឯងទៅអូហូអំណាចធំណាស់ប៉ាមិនដឹងនឹកស្មានថាជីជំនួយការមេតបឯណាទៅទៀតស្ងាត់មាត់ទៅខ្ញុំជាបូយ៉ុងមេគ្រូសាតកោជាងសូមស្វាគមន៍ម្ចាស់វិមានម្ចាស់វិមានសិននាងមិនដឹងអីទេសូមគុំប្រកាន់នឹងនាងអីត្រកូលជាងមានទោសមិនបាច់បន្ទោសខ្ញុំទេខ្ញុំមិនមែនមកស្ដាប់អ្នកសុំទោសទេអ្នកទាំងពីរប្រហែលជាស្គាល់កិច្ចសន្យានេះហើយមែនទេស្គាល់បើហ៊ានបំពេញទ្រព្យសម្បត្តិដែលសាងមកជារយឆ្នាំនឹងត្រូវរលាយសាបសូន្យឲ្យក្នុងមួយកិច្ចសន្យានេះគឺអ្នកទាំងពីរជាអ្នកបំផ្លាញវាដោយខ្លួនមិនមែនខ្ញុំទេតែខ្ញុំមិនត្រូវការទ្រព្យសម្បត្តិត្រកូលជាងរបស់អ្នកឡើយខ្ញុំត្រូវការតែឈ្មោះមួយប៉ុណ្ណោះត្រកូលទាំង4ដែលធ្លាប់រួមសុខរួមទុក្ខតើអ្នកណាជាអ្នកដឹកដៃគ្នាគឺត្រកូលយុនដែលជាមេដឹកនាំត្រកូលទាំង4កាលពីអតីតកាលខ្ញុំបានប្រទានពរជ័យដល់ត្រកូលទាំង4ទាំងសំណាងទ្រព្យសម្បត្តិនិងវាសនាមេដឹកនាំត្រកូលទាំង4គួរតែជាត្រកូលជាងរបស់អ្នកមែនទេលោកម្ចាស់លោកពូអ្នកទាំងពីរនិយាយរឿងអ្វីហ្នឹងនេះវាច្បាស់ជាមនុស្សបោកប្រាស់ហើយរឿងប្រទានពរដល់ត្រកូលជាងមិនមែនជារឿងកាលពី100ឆ្នាំមុនទេមិននឹកស្មានថាមានមនុស្សហ៊ានមកបោកប្រាស់ដល់ក្នុងផ្ទះត្រកូលជាមិនខ្លាចស្លាប់មែនកុំមាត់បើហ៊ានប្រមាថលោកម្ចាស់ទៀតនឹងធ្វើឲ្យត្រកូលជាងរបស់អ្នកខ្លាចជាប្រវត្តិសាស្ត្រប៉ាអ្នកម៉ាក់ទើបតែលេបថ្នាំទៅមិញហេតុអ្វីក៏ស្រាប់តែឈឺបែបនេះប្រហែលជាមកពីគាត់ប្រមាថលោកម្ចាស់ហើយទើបបានជាកើតរឿងបែបនេះលោកម្ចាស់ពួកយើងជាអ្នកខុសកិច្ចសន្យាសូមលោកដាក់ទោសតាមច្បាប់ចុះមេត្រកូលជាងខ្ញុំមកទីនេះមិនមែនដើម្បីដាក់ទោសអ្នកទេខ្ញុំមកដើម្បីយកកង្កែបមាសវាសនាត្រកូលត្រឡប់ទៅវិញហើយក៏មកបំពេញកិច្ចសន្យាកាលពី100ឆ្នាំមុនដែរសូមជម្រាបលោកម្ចាស់កង្កែបមាសវាសនាវាបាត់ទៅហើយមិនមែននោះគឺជាវត្ថុមានតម្លៃដែលលោកម្ចាស់ប្រទានឲ្យត្រកូលជាងដើម្បីជួយឲ្យត្រកូលរុងរឿងហេតុអ្វីក៏បាត់ទៅបានតាមពិតទៅគឺត្រកូលយុនជាអ្នកដណ្ដើមយកទៅមេត្រកូលជាងនិងត្រកូលយុនសុទ្ធតែជាត្រកូលធំទាំង4ហេតុអ្វីក៏អ្នកបណ្ដោយឲ្យគេដណ្ដើមយកវត្ថុការពារត្រកូលទៅបានត្រកូលយុនបានខុបខិតជាមួយមេបញ្ជាការខ្ញុំទោះត្រកូលជាងមានអំណាចខ្លះតែក៏មិនហ៊ានប្រឆាំងនឹងច្បាប់យោធាដែរពិតជាគ្មានប្រយោជន៍មែនសូម្បីតែវត្ថុដែលលោកម្ចាស់ប្រទានឲ្យក៏រក្សាទុកមិនបានមិនចម្លែកទេដែលត្រកូលខ្លួនមកដល់សប្តាហ៍ថ្ងៃនេះផ្ញើទូលេខទៅត្រកូលយុនប្រាប់ពួកគេថា3ថ្ងៃទៀតខ្ញុំនឹងទៅជួបកូនស្រីត្រកូលយុនចិនឈួនប្រញាប់ផ្ញើទូលេខទៅត្រកូលយុនទៅ
ប្រាប់ម្ចាស់សាលាជីនទៅឲ្យមកតាមការណាត់ចុះមនុស្សដែលឈ្មោះយុនចុងយឺនេះអ្នកដឹងរឿងគាត់ប៉ុណ្ណាត្រកូលយុននៅរដ្ឋធានីគឺជាត្រកូលធំជាងគេកាលពី10ឆ្នាំមុនយុនចុងយឺបានបង្រួបបង្រួមផ្លូវជំនួញគាត់ជាបងប្អូនធននឹងមេតប4គាត់មានទាំងកងទ័ពអាវុធនិងដីធ្លីនៅក្នុងដៃបើអញ្ចឹងតើគាត់ខ្លាចពួកមិនមែនមនុស្សដែរឬទេ